គឺ12.9 storage ម៉ាតេនិយាយទៅ storage នេះសាហាវមែនតើបងប្អូនទាំងគ្នាអានេះគឺសម្រាប់បងប្អូនទាំងគ្នាដែលគាត់មានតម្រូវការប្រភេទពួក iPad ដែលមានអេក្រង់ធំហើយមាន storage ធំបងប្អូនទាំងគ្នាអីវ៉ាន់នេះនិយាយទៅតួវ៉ាន់ជំវិញរបស់វាគឺស្អាតបងប្អូនទាំងគ្នាប៉ុន្តែវាក៏ពិតនៅខាងកែងនេះបន្តិចនេះបងប្អូនទាំងគ្នានេះឃើញទេនៅកែងនេះបន្តិចពិបាកថតមែនតើអូថតមើលអត់ឃើញទេដោយសារខ្ញុំថតទូរស័ព្ទតោះថតកាមេរ៉ាបានមើលឃើញនិយាយទៅប្រភេទនេះគឺប្រភេទពួក iPad Pro M2 ហើយចំពោះសាច់អេក្រង់របស់វាគឺមានឆ្កូតសរសៃសក់តិចតិចបងប្អូនទាំងគ្នាអានេះគឺឆ្កូតសរសៃសក់តិចតិចយើងបិទ screen បាត់ណាអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលគាត់ចង់បាន iPad ភិនភាគមួយសមរម្យប៉ុន្តែសំណុំសិនបងប្អូនទាំងគ្នាប៉ុណ្ណេះរាប់ចាប់ធុកស្អាតហើយសម្រាប់ប្រភេទពួក 12.9 នេះខ្ញុំបញ្ជាក់អានេះគឺប្រភេទពួកប្រើ SIM ក៏បាន Wi-Fi ក៏បាន storage ម៉ាតេហើយដោយសារតែវាធំពេកអញ្ចឹងខ្ញុំពិបាកថតមែនតើនេះបងប្អូនទាំងគ្នាមើលវ៉ាន់ជំវិញវាស្អាត Vister នេះក៏ពិតនៅខាងក្រោមនេះមិនតិចមួយកែងនេះមិនតិចតែប៉ុណ្្នឹងទេហើយកញ្ចក់វាឆ្កូតសរសៃសក់តិចតិចស្រាលៗណាបាត់ screen បាត់អញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលចង់មកតេស្តផ្ទាល់អីអាចមកតេស្តបានអានេះប្រើ SIM ក៏បាន Wi-Fi ក៏បានអានេះ support ដល់ 5G បងប្អូនទាំងគ្នាដាក់ SIM ទៅគឺ support 5G អាវ៉ាន់នេះគឺប្រវត្តិរបស់វាគឺសំណុំហ្មងបងប្អូនទាំងគ្នាអាវ៉ាន់នេះអត់មានធ្លាប់កោះឬក៏ធ្លាប់ផ្លាស់ប្ដូរផ្នែកណាមួយទេគឺតែនេះឲ្យសំណុំស៊ីនណែនហ្មងអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលចង់បាន iPad Pro M2 storage ម៉ាតេ SIM Wi-Fi support 5G អាចមើលប្រកបនេះបានអរគុណ